នេះគឺជាទស្សនវិជ្ជាខ្លីៗនៅក្នុងប្រទេសជប៉ុនដោយសារតែថ្ងៃសម្រាករបស់ខ្ញុំបានជិះរថភ្លើងទៅមើលទេសភាពតាមដងភ្នំហើយនិងទីកន្លែងទេសចរណ៍មួយចំនួនចំពោះនៅតាមផ្លូវនៅក្នុងប្រទេសជប៉ុនដូចដែលអ្នកទាំងអស់គ្នាធ្លាប់ដឹងហើយថាប្រទេសជប៉ុនគឺជាប្រទេសមួយដែលមានទេសភាពស្អាតហើយនិងមានវិន័យល្អសម្រាប់ប្រជាជនជប៉ុនគឺគោរពវិន័យបានល្អអ្នកទាំងអស់គ្នាប្រហែលជាឆ្ងល់ហើយថាជនជាតិជប៉ុនគឺពួកគាត់មានអាយុវែងហើយនិងមានសុខភាពល្អគឺដោយសារតែកត្តារបបចំណីអាហារនិងការរស់នៅប្រកបដោយអនាម័យនៅក្នុងកត្តាអនាម័យនោះក៏មានកត្តាធម្មជាតិជាច្រើនដែលជំរុញឲ្យពួកគាត់មានខ្យល់បរិសុទ្ធដោយសារតែប្រទេសជប៉ុនដូចជាយើងដឹងហើយថាគឺជាប្រទេសមួយដែលពោរពេញទៅដោយដើមឈើហើយពោរពេញទៅដោយធម្មជាតិចម្រុះតែម្ដងហើយបើនិយាយពីដើមឈើវិញគឺសូម្បីតែនៅទីក្រុងហើយតែមានដីគឺមានដើមឈើតែម្ដងនៅក្នុងប្រទេសជប៉ុនខ្ញុំសង្កេតឃើញថាកន្លែងទេសចរនៅក្នុងប្រទេសជប៉ុនគឺមិនសូវជាមានធុងសំរាមទេប៉ុន្តែខ្ញុំដើរច្រើនកន្លែងហើយគឺមិនសូវជាមានឃើញមានសំរាមរាយប៉ាយនៅតាមដងផ្លូវទេប្រជាជនជប៉ុនគឺពួកគាត់ស្អប់សំរាមខ្លាំងមែនទែនបើទោះបីជាសំរាមនោះគាត់បានញ៉ាំរួចរាល់ក៏ដោយក៏គាត់ប៊ូតខ្ចប់វាឲ្យស្អាតដើម្បីត្រឡប់ដាក់ទៅក្នុងធុងសំរាមយកលំនាំការរស់នៅរបស់ជនជាតិជប៉ុនដើម្បីអភិវឌ្ឍប្រទេសយើង